សួស្តីអ្នកនរគ្នានេះជាអេពីសូតទី2នៃ Channel របស់ខ្ញុំពាក់ព័ន្ធជាមួយនឹងជំនាញផ្នែកផលិតកម្មនិងការដឹកជញ្ជូនឬក៏យើងហៅថាភស្តុភារនៅក្នុងប្រធានបទនេះយើងនឹងផ្ដោតសំខាន់អំពីរបៀបនៃការចាប់ផ្ដើមអាជីពក្នុងនាមជាអ្នកបញ្ជាទិញក៏ដូចជាអ្នកធ្វើការងារនៅក្នុងវិស័យផលិតកម្មផងដែរហើយសម្រាប់បើអ្នកដែលមិនទាន់ស្គាល់ខ្ញុំបាទឈ្មោះសជាអ្នកជំនាញនៅក្នុងវិស័យផលិតកម្មនិងការជាទិញក៏ដូចជាវិស័យភស្តុភារផងដែរជាមួយនឹងបទពិសោធន៍រយៈពេល6ឆ្នាំបើសិនជាបងប្អូនអត់ទាន់បានចុច Subscribe នៅ YouTube Channel របស់ខ្ញុំទេសូមជួយចុច Subscribe ម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដើម្បីកុំឲ្យខាតពេលវេលារបស់បងប្អូនយូរយើងចូលមកដល់សំណួររបស់យើងសំណួរទី1តើនរណាខ្លះអាចធ្វើការងារនៅក្នុងវិស័យនៃការបញ្ជាទិញឬក៏ផ្នែកផលិតកម្មបានសម្រាប់ខ្ញុំនរណាម្នាក់ក៏អាចធ្វើការងារផ្នែកផលិតកម្មបានដែរឲ្យតែគាត់ជាមនុស្សមានប្រភេទដូចខាងក្រោមទី1គាត់ត្រូវតែជាបុគ្គលដែលងាយក្នុងការតម្រង់ទិសឬក៏យើងហៅថា fast learning ហើយមានរបៀបរៀបរយនៅក្នុងការងារដោយសារតែការងារផលិតកម្មជាការងារមួយដែលយើងធ្វើការជាមួយមនុស្សលុយតំណែងនិងសេវាកម្មដែលវាស្ថិតនៅក្នុងការផ្គត់ផ្គង់ក្នុងតម្រូវការនៃប្រតិបត្តិការរបស់អាជីវកម្មដូច្នេះយើងតម្រូវឲ្យគាត់តែជាមនុស្សម្នាក់ដែលចេះបែងចែកការងារអារម្មណ៍និងបត់បែនតាមស្ថានភាពឲ្យបានទាន់ពេលវេលាបើតាមបទពិសោធន៍ខ្ញុំដោយខ្ញុំធ្លាប់បានបកស្រាយក្នុងអេពីសូតទី1អញ្ចឹងអំពីបញ្ហា10យ៉ាងរបស់អ្នកបញ្ជាទិញក្នុងអាជីពដំបូងរបស់គាត់គឺជួបបញ្ហាច្រើនដែលតម្រូវឲ្យគាត់មានភាពបត់បែនឲ្យទាន់សភាពកាលហើយរឿងខ្លះយើងត្រូវការ learn ពីបទពិសោធន៍ថ្មីៗព្រោះការងារផលិតកម្មគឺមានរឿងថ្មីជាច្រើនដែលយើងរៀនសូត្របានទី2គាត់ត្រូវតែជាមនុស្សដែលមានជំនាញក្នុងការគណនាតម្លៃនិងតក្កវិជ្ជាហេតុអីយើងត្រូវដឹងពីតក្កវិជ្ជានិងការគណនាបើយើងមិនមែនជាគ្រូគណិតផងព្រោះដោយសារតែការងារស្នូលរបស់ផលិតកម្មគឺជាការងារដែលពាក់ព័ន្ធជាមួយនឹងការសន្សំនៅចំណាយឲ្យបានល្អបំផុតដល់ក្រុមហ៊ុនអញ្ចឹងការចាយវានីមួយៗត្រូវស្ថិតនៅក្នុងការប្រៀបធៀបតម្លៃដែលទាបបំផុតឬក៏តម្លៃដែលល្អបំផុតហើយរក្សាបាននូវគុណភាពនៃទំនិញនិងសេវាកម្មស្ថិតនៅដដែលដែលទាំងអស់នេះគឺវាទាមទារឲ្យយើងក្នុងនាមជាអ្នកផ្នែកបញ្ជាទិញឬក៏ផ្នែកផលិតកម្មហ្នឹងមានមូលដ្ឋានឬក៏មានភាពវៃឆ្លាតក្នុងការគណនាតម្លៃក្នុងកំឡុងពេលដែលយើងចរចាជាមួយអ្នកផ្គត់ផ្គង់ដើម្បីអាចទាញរកឱកាសឲ្យបានឃើញជាមួយនឹងការបញ្ចុះតម្លៃហើយទទួលបានតម្លៃដែលល្អបំផុតទៅដល់អង្គភាពទី3គាត់ត្រូវតែជាមនុស្សដែលមានចំណាប់អារម្មណ៍នៅក្នុងប្រតិបត្តិការអាជីវកម្មខ្សែច្បាប់ផ្គត់ផ្គង់និងការដឹកជញ្ជូនមូលហេតុអ្វីព្រោះកិច្ចការងារផលិតកម្មគឺមានភាពស្មុគស្មាញទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុនដូច្នេះបើសិនជាយើងអត់ជាមនុស្សម្នាក់ដែលអត់មានចំណាប់អារម្មណ៍ជាមួយនឹងស្ថានភាពស្មុគស្មាញបែបនេះច្បាស់ណាស់ថាយើងធ្វើយូរទៅយើងមានអារម្មណ៍ធុញទ្រាន់ហើយអត់ចង់បន្តការងារហ្នឹងទេដូចមេខ្ញុំក៏តែងតែនិយាយប្រាប់ខ្ញុំថាយើងត្រូវស្រឡាញ់ការងារដែលយើងធ្វើទើបយើងអាចធ្វើការងារហ្នឹងបានយូរអង្វែងហើយអត់មានសម្ពាធទី4ចុងក្រោយនៃសំណួរនេះគឺត្រូវតែមានជំនាញនៃការដោះស្រាយបញ្ហាដូចខ្ញុំលើកឡើងអញ្ចឹងគឺបញ្ហាច្រើន100មុខក្នុងពេលមួយថ្ងៃក៏មានដែរអញ្ចឹងការងារផ្នែកផលិតកម្មគឺជាការងារមួយដែលធ្វើការងារជាមួយមនុស្សនិងតម្រូវការរបស់ប្រតិបត្តិការដូច្នេះបញ្ហានឹងកើតឡើងរៀងរាល់ថ្ងៃឥតព្រៀងទុកហើយនឹងដែលបានព្រៀងទុកផងដែរពេលខ្លះ plan ក៏នៅតែកើតឡើងមិន plan ក៏នៅតែកើតឡើងអញ្ចឹងជាបទពិសោធន៍ខ្ញុំការដោះស្រាយអាចប្រព្រឹត្តទៅបានតតែមនុស្សនៅក្នុងផ្នែកពាក់ព័ន្ធជជែកគ្នាទើបមានផ្លូវចេញហើយការដែលអាចជជែកគ្នាបានតតែមនុស្សម្នាក់នឹងមានសិល្បៈក្នុងការចរចានិងការទំនាក់ទំនងគ្នាបានល្អឲ្យចំចំណុចទៀតទើបយើងជៀសវាងនៃការកើតឡើងនៃចំនួនផ្សេងៗផងដែរពេលខ្លះបើយើងអត់ចេះ deal ជាមួយនឹង supplier យើងអាចនឹងមានបញ្ហាឆ្លោះគ្នាជាមួយគាត់មួយរំពេចក៏មានដែរចូលមកដល់សំណួរទី2តើយើងត្រូវចាប់ផ្ដើមពីកន្លែងណាទៅដើម្បីអាចចាប់ផ្ដើមអាជីពក្នុងនាមជាអ្នកផលិតកម្មបានសម្រាប់ខ្ញុំសូមបែងចែកជំហាននេះជា3ជំហានដើម្បីក្លាយជាអ្នកបញ្ជាទិញឬក៏អ្នកធ្វើការងារផលិតកម្មបានផ្នែកទី1គឺយើងដឹងហើយគឺសម្រាប់សញ្ញាបត្រជាមូលដ្ឋាននៅក្នុងស្តង់ដារអាជីពការងាររបស់ស្រុកយើងគឺគេតម្រូវឲ្យយើងទាំងអស់គ្នាគឺត្រូវចប់បាក់ឌុបឬក៏ចប់ទី12ហើយមានអាយុ18ឆ្នាំដូច្នេះយើងត្រូវចូលរៀនបញ្ញាបត្រហើយថ្នាក់បញ្ញាបត្រដែលពាក់ព័ន្ធជាមួយនឹងវិស័យនេះគឺត្រូវតែស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារឬគណនេយ្យជាដើមហើយខ្ញុំក៏ជានិស្សិតមួយដែរដែលចេញមកពីជំនាញផ្នែកគណនេយ្យហើយបច្ចុប្បន្នខ្ញុំឃើញមានសាលារដ្ឋមួយដែលគេបណ្ដុះបណ្ដាលចំជំនាញរបស់ផលិតកម្មតែម្ដងគឺជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ដែលឃើញមាននៅក្នុងសាលាវិទ្យាស្ថាននយោបាយសាធារណការដឹកជញ្ជូនគ្នាយើងអាចទៅសិក្សាបានជំហានទី2គឺតាក់ទងជាមួយនឹងសញ្ញាឃើញយើងត្រូវមានចំណេះដឹងផ្នែកទាំងនេះជាមូលដ្ឋានដែលយើងត្រូវយល់ដឹងដោយខ្លួនឯងហៅថា self learning ណាព្រោះពេលដែលយើងទៅសម្ភាសការងារខាង HR គេអត់ខ្វល់ទេថាយើងចេះមិនចេះព្រោះគេដឹងថាយើងដាក់សម្ភាសនៅក្នុង position ឬក៏ផ្នែកហ្នឹងគឺយើងច្បាស់ហើយប្រកាសជាយើងដឹងខ្លះអំពីជំនាញហ្នឹងអញ្ចឹងយើងត្រូវ research ខ្លួនឯងឲ្យបានច្បាស់អំពីជំនាញដែលយើងចង់ដាក់ហ្នឹងផងដែរអញ្ចឹងជំនាញដែលយើងត្រូវយល់ដឹងខ្ញុំសូមបែងចែកជា3ទៅទៀតគឺ
សមត្ថភាពស្នូល ជំនាញបច្ចេកទេស និងជំនាញទន់ ចំពោះជំនាញសមត្ថភាពស្នូល គឺយើងត្រូវចេះសម្រេចចិត្តក្រោមស្ថានភាព និងការគិតបែបតក្កវិទ្យា ហើយចេះវិភាគអំពីហានិភ័យ និងការបែងចែកពេលវេលា ទីពីរ តាក់ទងជាមួយនឹងជំនាញបច្ចេកទេស យើងត្រូវយល់ខ្លះអំពីអីទៅជាដំណើរការផលិតកម្ម អីទៅជាដំណើរការនៃការប្រឆេះ ហើយយើងអាចរៀនសូត្រអាហ្នឹងពី YouTube ឃើញឥឡូវពីទូលំទូលាយពីច្រើនពីសម័យខ្ញុំតតែសួររៀមច្បង ដល់ពេលឥឡូវ YouTube មានច្រើនយើងអាចទៅ search បាន ហើយនឹងជំនាញទន់ គឺជាជំនាញដែលពាក់ព័ន្ធមួយជំនាញនៃការចរចា ជំនាញនៃការដោះស្រាយបញ្ហា ហើយកុំភ្លេចអាសោះគឺក្រមសីលធម៌ និងសុចរិត ពួកការងារលទ្ធកម្មពាក់ព័ន្ធមួយលុយ ហើយនឹងទំនិញ អញ្ចឹងជាការងារប៉ុស្តិ៍ខ្លាញ់ ភាគច្រើនគេនិយាយថាប៉ុស្តិ៍ខ្លាញ់ណា អញ្ចឹងយើងត្រូវសុចរិត កុំមានការលោភលន់កេងប្រវ័ញ្ចក្រុមហ៊ុន ជៀសវាងមានហានិភ័យផ្នែកទណ្ឌច្បាប់អីជាដើម ហើយជំហានចុងក្រោយពាក់ព័ន្ធដើម្បីអាចក្លាយជាលទ្ធកម្មបាន តតែយើងដាក់ពាក្យ ហើយសម្ភាសន៍ឲ្យជាប់ ហើយទៅធ្វើការងារនឹងឲ្យបាន កាលណាយើងសម្ភាសន៍ជាប់ធ្វើការងារនឹងឲ្យបាន គេហៅថា job on training ហ្នឹង ថាយើងបានធ្វើការងារដោយផ្ទាល់នោះយើងនឹងវិវត្តសមត្ថភាពយើងបានកាន់តែល្អប្រសើរបន្ថែមទៀត អញ្ចឹងនេះជាសំណួរ 3 ដើម្បីក្លាយខ្លួនទៅជាអ្នកធ្វើការងារនៅក្នុងផ្នែកវិជាទិញ និងផ្នែកលទ្ធកម្មបាន អញ្ចឹងបងប្អូនអាចរៀនសូត្រពីបទពិសោធន៍នេះ ហើយបើមានចំណុចណាដែលមិនយល់អាចដាក់នៅក្នុង comment បាន ដើម្បីខ្ញុំអាចឆ្លើយតបបាន ហើយសូមអធ្យាស្រ័យផងដោយសារនេះជាវីដេអូដែលខ្ញុំធ្វើដំបូងលើកទី 2 វាអាចមានបញ្ហាច្រើន អញ្ចឹងសង្ឃឹមថាវីដេអូក្រោយនឹងវាល្អប្រសើរជាងនេះ អញ្ចឹងបើសិនអ្នកនរគ្នាអត់ទាន់បានចុច subscribe នៅ YouTube Channel របស់ខ្ញុំទេ សូមជួយចុច subscribe ម្នាក់មួយទេ ដើម្បីបានមើលអំពីចំណេះដឹងថ្មីៗទាក់ទងជាមួយនឹងការងារលទ្ធកម្ម និងការបញ្ជាទិញ ហើយអាចមើលអំពីការ improve របស់ខ្ញុំផងដែរ បាទសូមអរគុណអញ្ចឹង